គឺគេយកទៅលើទ្របអាចលទ្របដែលជាដីគេចាក់អីហ្នឹងដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីឬក៏ក្រុងអញ្ចឹងគេយកតែនៅក្នុងរាជធានីឬក៏ក្រុងទេក្រៅពីហ្នឹងគេអត់យកទេស្រុកខេត្តអីគេអត់យកទេអញ្ចឹងគេយកតែរាជធានីហើយនឹងក្រុងទេហើយគេប្រមូលហ្នឹងគឺសម្រាប់អាចលទ្របដែលលើសពី100លានរៀលបានន័យថាលើសពី25,000បងប្អូនទាំងអស់គ្នាដឹងថានៅក្នុងពេលបច្ចុប្បន្ននេះ2026តើប្រទេសកម្ពុជាយើងមានខេត្តប្រមាណហើយមានក្រុងចំនួនប្រមាណមកសុំសួរមួយខេត្តមួយខេត្ត20ខេត្ត24ខេត្ត24ដូចរីមួយចុះក្រុងចុះក្រុងក្រុងគេជួនខ្មែរមិនចឹងឲ្យនិយាយសុំឯងនិយាយទីមួយទៅយើងនិយាយតាមខាងទៅឯងទៅយើងនិយាយខាងខាងទីនេះក្រុងមានក្រាយ៉ាក្នុងប្រទេសកម្ពុជាយើងក្នុងពេលបច្ចុប្បន្នអត្តនៅក្នុងថ្ងៃទី12ខែ1ឆ្នាំ2024របាយការណ៍ដែលទទួលមកគឺប្រទេសកម្ពុជាយើងមានរាជធានី1ខេត្ត24ក្រុងចំនួន32ដោយសារតែមានខេត្តមួយចំនួនមានក្រុង2ក្រុង3ដូចខេត្តកណ្ដាលមានក្រុង13ភូមិសាស្ត្រក្រុង3ដែរបាទអញ្ចឹងមានខេត្តមួយចំនួនក្រុង2ខេត្តមួយចំនួនក្រុង3អញ្ចឹងកម្មវត្ថុនៅក្នុងការប្រមូលពន្ធអចលនទ្រព្យគឺស្ថិតនៅលើក្រុងរាជធានីហើយនឹងក្រុងអញ្ចឹងយើងទាំងអស់គ្នាបើចង់ដឹងអំពីពន្ធអចលនទ្រព្យយើងត្រូវដឹងអំពីអាសា12នោះបដោតទៅលើអាសា12នោះ32ហ្នឹងបូកជាមួយរាជធានីមួយទៀតអញ្ចឹងស្រុកទៅវា33ព្រោះ32ជាក្រុងរាជធានីមួយអញ្ចឹងគេគិតពន្ធដំណក់ក្នុងហ្នឹងរាជធានីវា14ខណ្ឌអពាក់ព័ន្ធនេះយើងនិយាយថារាជធានីគឺទាំងអស់ហើយ32ក្រុងបូករាជធានីបាទអញ្ចឹងខណ្ឌគឺវាស្ថិតនៅក្នុងរាជធានីទេអញ្ចឹងមិនស្ថិតនៅក្នុងហ្នឹងទាំងអស់ហើយកដោតយកហើយដូចចឹងក្នុងបាទក្រុងបាទដូចនៅក្នុងនៅខេត្តចឹងនៅខេត្តយើងនិយាយថាយើងយកពន្ធនៅលើក្រុងអញ្ចឹងនៅក្នុងក្រុងហ្នឹងមានភូមិខ្លះមានភូមិមានអីនៅក្នុងហ្នឹងគឺគេគិតទាំងអស់ហើយឲ្យតែស្ថិតនៅក្នុងក្រុងហ្នឹងអញ្ចឹងក្រុងមួយហ្នឹងអូខេអញ្ចឹងមិនយើងតន់ណាអញ្ចឹងអ្វីដែលយើងត្រូវយកចិត្តដាក់ទៅជាមួយនឹងពន្ធអចលនទ្រព្យហ្នឹងគឺ33ទីតាំងមិនហ្នឹង32បូក1បាទ6នឹងពិសេសជាងគេណាក៏ដឹងដែរអញ្ចឹងតើតោះជាមួយនឹងពន្ធអចលនទ្រព្យនេះគឺគេយកចាប់ពីសេចក្តីប្រកាសសារាចរណែនាំចាំងពីសារាចរណែនាំដែលចេញនៅក្នុងថ្ងៃ